ម្សៅយីហ៊ុនមរតកគ្រឿងតែងមុខក្រុមស្ត្រីល្ខោនព្រះករុណាម្សៅយីហ៊ុនឬម្សៅប៉ែតនួនគឺជាឈ្មោះម្សៅម៉ត់ផង់ម្យ៉ាងសម្បុរសដែលស្ត្រីខ្មែរជាន់ដើមនិយមរាប់អានយកមកលាបឡនលើផ្ទៃមុខម្សៅយីហ៊ុននេះខ្មែរសម័យបុរាណរាប់បានថាជាមរតកគ្រឿងតែងមុខរបស់ក្រុមស្ត្រីអភិជនជាភរិយាជនដែលថ្កុំថ្កើងយសស័ក្តិក្រុមស្ត្រីប្រញាតនិងជាពិសេសគឺក្រុមស្ត្រីល្ខោនព្រះករុណាដែលនិយមរាប់អានយកមកលាបឡនលើផ្ទៃមុខដោយខកខានពុំបានម្សៅប្រភេទនេះមានប្រភពកើតចេញអំពីការច្នៃប្រឌិតតាមបែបធម្មជាតិដែលជាគំនិតប្រាជ្ញារបស់ចាស់ទុំខ្មែរនិងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងព្រះនគរចំពោះគ្រឿងផ្សំនិងការផលិតម្សៅយីហ៊ុននេះដូនតាខ្មែរប្រើប្រាស់អង្ករឬថ្មកំបោរជាទូទៅវាត្រូវបានផលិតឡើងអំពីអង្ករសម្រូបដែលគេយកទៅត្រាំក្នុងទឹកឲ្យទន់រួចយកទៅកិនជាម្សៅលាយជាមួយទឹកបន្ទាប់មកគេសង្កត់ទុកចោលឲ្យស្ងួតឲ្យកើតទៅជាដុំតូចៗទើបវាយបំបែកឲ្យម៉ត់ផង់ម្សៅអង្ករដែលបានមកនេះគេអាចយកទៅលាយជាមួយនឹងម្សៅរមៀតឬម្សៅប្រហួតដើម្បីឲ្យកើតចេញជាពណ៌លឿងព្រឿងៗតាមតែចំណង់ចំណូលចិត្តអ្វីដែលធ្វើឲ្យកាន់តែពិសេសថែមទៀតនោះគឺការបន្ថែមក្លិនក្រអូបដែលបានអំពីផ្កាធម្មជាតិជាទូទៅគេច្រើនជ្រើសរើសយកផ្កាណាដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ខ្លាំងដូចជាផ្កាម្លិះផ្កាកែវឬផ្កាក្រវ៉ាន់ដោយគេយកម្សៅដែលធ្វើហើយនោះយកទៅអប់ក្នុងផ្សែងទៀនឬផ្កាស្រស់ទាំងនោះក្នុងកែវក្រឡដើម្បីឲ្យមានក្លិនប្រហើរជាប់បានយូរចំពោះក្រុមស្ត្រីដែលមានបណ្ដាស័ក្តិខ្ពង់ខ្ពស់ឬក្រុមស្ត្រីព្រះញាតិទាំងឡាយទាំងពួងនៅពេលប្រើប្រាស់ម្សៅយីហ៊ុននេះគេលាបវាថ្នមៗនៅលើផ្ទៃមុខរីឯចំពោះក្រុមស្ត្រីល្ខោនព្រះករុណាឯនោះវិញគេត្រូវយកវាទៅលាយជាមួយនឹងទឹកបន្តិចដើម្បីឲ្យរលាយចូលគ្នារួចទើបគេផ្ដិតយកមកលាបនៅលើផ្ទៃមុខឬស្បែកដើម្បីឲ្យមើលទៅឃើញសរលោងក្រាស់និងពុំអាចរលុបបានដោយងាយក្នុងវេលាចេញរាំម្ដងក្រៅអំពីបានផ្ដល់មកនូវសោភ័ណភាពដ៏ស្រស់ស្អាតចំពោះស្ត្រីខ្មែរសម័យដើមម្សៅយីហ៊ុននេះក៏ជាឱសថដ៏មានប្រយោជន៍ក្នុងការបង្កើនផ្ទៃមុខឲ្យភ្លឺសរលោងនិងជួយស្រូបយកជាតិខ្លាញ់មិនល្អមិនត្រឹមតែប៉ុណ្ណោះតាមក្បួនពេទ្យខ្មែរបុរាណវាក៏ប្រើប្រាស់សម្រាប់លាបនៅលើកន្ទួលរមាស់ឬដំបៅតូចៗដែលកើតមាននៅលើស្បែកក្មេងៗនិងជួយឲ្យស្បែកត្រជាក់បានដោយអន្លើផងដែរបើទោះបីជាសពថ្ងៃមានប្រភេទម្សៅសម្រាប់តែងមុខច្រើនទំនើបបែបណាក៏ដោយក៏ម្សៅយីហ៊ុននេះនៅតែរក្សាបាននូវតម្លៃផ្នែកវប្បធម៌និងជាពិសេសគឺតម្លៃអនុស្សាវរីយ៍ដែលដក់ដាមជាប់នៅលើផ្ទៃមុខស្ត្រីល្ខោនព្រះករុណាតាំងតែពីដើមរៀងមក